đã chạy chạy pra bần tu nó thường ngày này bằng bóp bình rồi pra vi nhập bỏ sạch bằng bằng trông cung cho mình con tụi mình cùng sống ở con trông hay sống ở pra bần tu bằng trông bằng lưu pra bình không bị phục lộ tương mưu ta đó riêng bằng bằng trông đã cầm bông sợi clear nó cướp tikan lại đã mấy bộ cái thằng clear tự tu cho đói sức làm nó tụi mình cùng tao này sống ở con trông là chia phải xa sống pra ông cà pía ប្រព័ន្ធអ៊ីនធឺណិតបានល្អប្រយោជន៍ឲ្យព្រះបន្ទូលរបស់ផងទ្រង់បានលើពីពេញក្នុងពិភពលោកផងដែរគុណសូមអរគុណទ្រង់គ្រប់ការទាំងអស់ទុំគុំសូមអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន tu cho nước băng chà xong ở cún trong pua ca ở đi thang được bao lực bú xong bè bàn protein bó nâng cuồng nâng chi muối có đôi chi bom bồn tại cái này từ nít nâng bom bồn nâng group đi cái lại này good morning happy Sabbath Aaron su đấy đi đó tháng ngày bò sật chia tầm bốn nên nhom đâm nặng ngày bom bồn tại cái này bị cầm chùm nôm chùm lại đuông chết nên nhom xong lùm áo cái group ក្រាបថ្វាយបង្គំព្រះវរបិតាពីចម្ងាយដែលព្រះអង្គគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់និងសូមឲ្យព្រះハរតីរបស់ព្រះអង្គបានសម្រេចនៅផែនដីក៏ដូចជានៅឋានសួគ៌ដែរអេមែនចា៎នាងខ្ញុំសូមជម្រាបសួរនិងសូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នានៅទីនេះនិងបងប្អូននៅគ្រប់ទីកន្លែងនៅក្នុងសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទយេស៊ូវតែមួយ នៅពេលព្រឹកព្រលឹមនៃថ្ងៃដ៏បរិសុទ្ធនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានមកជួបជុំបងប្អូនទាំងអស់គ្នានៅទីនេះនិងបងប្អូននៅគ្រប់ទីកន្លែងសានជាថ្មីម្ដងទៀតហើយមុននឹងចាប់ផ្ដើមច្រៀងចម្រៀងថ្វាយបង្គំព្រះអង្គនៅពេលព្រឹកព្រលឹមនាងខ្ញុំសូមអរគុណទ្រង់ចំពោះឋានសួគ៌ផ្ទៃមេឃផែនដីនិងសមុទ្រនិងរន្ធទឹកទាំងប្រមាណដែលព្រះអង្គបានបង្កើត សូមអរគុណចំពោះសេចក្តីស្រឡាញ់មេត្តាករុណារបស់ព្រះអង្គដែលមានមកលើមនុស្សទាំងអស់គ្នានៅលើផែនដីទាំងមូលដោយព្រះអង្គបានលះបង់នៅឋានៈរបស់ទ្រង់ជាព្រះមហាក្សត្រមកចាប់កំណើតជាកូនមនុស្សហើយព្រះអង្គទទួលរងទុក្ខនៅអំពើបាបរបស់មនុស្សទាំងអស់គ្នាទៅលើអង្គទ្រង់ហើយព្រះអង្គបាន បង្ហូរព្រះលោហិតនៅលើឈើឆ្កាងដើម្បីជួសបាបឲ្យយើងទាំងអស់គ្នាដោយសារព្រះលោហិតរបស់ព្រះអង្គមិនតែប៉ុណ្ណោះគឺព្រះអង្គបានមានសេចក្តីសន្យាដ៏ឧត្តមឧត្តមឲ្យយើងទាំងអស់គ្នាដែលជាអ្នកដ៏ជឿដល់ទ្រង់គឺសេចក្តីសន្យាដ៏អស្ចារ្យគឺជាជីវិតដ៏អមតកលដែលទ្រង់នឹងប្រទាន ឲ្យនៅពេលដែលព្រះអង្គយើងមកជាលើកទី 2 អេមែនចាសូមអរគុណដែលទ្រង់តែងតែប្រទានពរឲ្យយើងខ្ញុំទាំងអស់គ្នានៅតែមានសេចក្តីអំណររីករាយជានិច្ចក្នុងការធ្វើការថ្វាយព្រះអង្គបានដោយបាននឹកចាំពីថ្ងៃឈប់សម្រាករបស់ទ្រង់នៅថ្ងៃនេះជាថ្ងៃដ៏បរិសុទ្ធដែលយើងតែងតែមកជួបជុំគ្នា ដើម្បីក្រាបថ្វាយបង្គំព្រះអង្គជ្រាងសរសើរសូមការប្រទានពរនិងសូមការអត់ទោសពីទ្រង់ផងដែរក៏សូមព្រះអង្គបានអត់ទោសដល់យើងខ្ញុំទាំងអស់គ្នាដែលតែងតែធ្វើការខុសឆ្គងនៅចំពោះទ្រង់ក្នុងប្រការណាមួយនៅក្នុងការនិយាយស្ដីដេកដើរឈរអង្គុយតែងតែមានអកប្បកិរិយាមិនសមរម្យក៏សូមព្រះអង្គបានអត់ទោស ហើយក៏សូមទ្រង់នៅតែបន្តប្រទានពរយើងខ្ញុំទាំងអស់គ្នានៅទីនេះនិងបងប្អូននៅគ្រប់ទីកន្លែងចានៅតែមានសុខភាពល្អជាបរិបូរណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានប្រាជ្ញាជ្រាលវៃនិងអាយុយឺនយូរជាពិសេសសូមឲ្យមានសេចក្តីជំនឿដ៏មុតមមនៅជាប់ជាមួយនឹងព្រះអង្គជារៀងដរាបទៅចាក៏សូមទ្រង់បាននឹកចាំពីបងប្អូនមិត្តភ័ក្តិទូបង្គំ
មួយចំនួនដែលมันបានមកក្រាបថ្វាយបង្គំទ្រង់នៅថ្ងៃដ៏បរិសុទ្ធនេះប្រសិនបើបងប្អូនមានបញ្ហាខាងសុខភាពក៏សូមព្រះអង្គដាក់ប្រហុតទឹកជួយព្យាបាលជំងឺបងប្អូនឲ្យបានជាសះស្បើយហើយក៏សូមព្រះអង្គតាមថែសារការពារបងប្អូនឲ្យធ្វើដំណើរទៅទីជិតទីឆ្ងាយនៅថ្ងៃដ៏បរិសុទ្ធនេះក៏សូមព្រះអង្គតាមថែរក្សាការពារសូមឲ្យជួបតែសុវត្ថិភាពនិងសេចក្តីសុខសាន្តគ្រប់ពេលវេលានិងគ្រប់ទីកន្លែងអេមែនចាក៏សូមទ្រង់នឹកចាំពីពិភពលោកទាំងមូលដែរដែលតែងតែមានការអាក្រក់កើតឡើងនៅគ្រប់ទីកន្លែងនៅគ្រប់នៅលើពិភពលោកនៅក្នុងពិភពលោកទាំងមូលនេះចាតែងតែមានការអាក្រក់កើតឡើងនៅតាមកន្លែងផ្សេងៗនៅតាមប្រទេសនីមួយៗក៏សូមព្រះអង្គបានទប់ស្កាត់ទាំងនោះដែលជាវិញ្ញាណនៃអរសាតាំងតែងតែធ្វើការបោះប្រឆាំងនឹងទ្រង់ក៏សូមព្រះអង្គបានទប់ស្កាត់នៅការទាំងនោះចាប្រយោជន៍ឲ្យរាជរបស់ព្រះអង្គចាបានចូលទៅដល់នគររបស់ទ្រង់ដែលជានគរមុន1000ឆ្នាំដែលយើងនឹងចាំទទួលព្រះអង្គនៅទីនោះនៅពេលដែលទ្រង់យាងមកជាលើកទី2អេមែនចាហើយក៏សូមឲ្យដំណឹងល្អដែលជាសេចក្តីសង្គ្រោះដែលព្រះអង្គបានធ្វើនៅលើឈើឆ្កាងនិងសេចក្តីស្រឡាញ់របស់ទ្រង់ក៏សូមបានផ្សព្វផ្សាយទៅដល់មនុស្សគ្រប់ទិសទីនៅលើពិភពលោកទាំងមូលចាប្រយោជន៍ឲ្យគេបានប្រែចិត្តហើយសរសើរដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្គ្រោះចាដើម្បីឲ្យគេបានទទួលសេចក្តីសង្គ្រោះនៅក្រោមព្រះគុណនៃព្រះយេស៊ូវក៏ដូចជាពួកយើងខ្ញុំទាំងអស់គ្នាដែរអេមែនចានៅថ្ងៃដ៏បរិសុទ្ធនេះនាងខ្ញុំនឹងលើកយកចម្រៀងមួយបទនៅក្នុងសៀវភៅទំនុកដំកើងលេខ156ព្រះយេស៊ូវទ្រង់ដឹកដៃនាំខ្ញុំនាងខ្ញុំនឹងលើកយកព្រះបន្ទូលនៅក្នុងគម្ពីរទំនុកដំកើងលេខ23ជំពូក2ទៅទំនុកដំកើងជំពូក23ខ2ទៅខ6ថាតើព្រះអង្គដឹកដៃយើងខ្ញុំដឹកដៃយើងខ្ញុំទាំងអស់គ្នាដោយរបៀបណាយ៉ាយើងអាននៅក្នុងគម្ពីរទំនុកដំកើងលេខ23ខ2ទៅខ6ទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនចាទ្រង់នាំខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីនេះគឺជាព្រះបន្ទូលរបស់ព្រះអង្គទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនទ្រង់កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់ចាស្មៅខ្ចីនិងទឹកដែលហូរគ្រឿងគឺជាព្រះបន្ទូលរបស់ព្រះអង្គដែលនាំយើងទៅគ្រប់ទាំងសេចក្តីពិតចាព្រះបន្ទូលបើកសម្ដែងឲ្យយើងឃើញព្រឹត្តិការណ៍ដែលកើតមានឡើងតាំងពីអតីតកាលបច្ចុប្បន្ននិងទៅអនាគតចាព្រះបន្ទូលជួយកំសាន្តចិត្តយើងព្រះបន្ទូលបានដឹកនាំយើងទៅក្នុងផ្លូវដ៏ល្អត្រឹមត្រូវរបស់ព្រះអង្គចាប្រយោជន៍ឲ្យយើងបាននៅក្បែរព្រះអង្គហើយញែកចេញជាបរិសុទ្ធពីព្រោះទ្រង់ជាព្រះដ៏បរិសុទ្ធទ្រង់កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់ទោះបើទូបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូបង្គំប្រនួងហើយនឹងដំបងរបស់ទ្រង់ក៏កំសាន្តចិត្តទូលបង្គំចាព្រះបន្ទូលរបស់ព្រះអង្គទ្រង់រៀបតុនៅមុខទូលបង្គំ
ចំពោះពួកខ្មាំងសត្រូវផងទ្រង់ជាព្រះដែលតាមថែរក្សាការពារយើងគ្រប់ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំពេលនៃទូលបង្គំក៏ពេញហៀប្រកបជាសេចក្តីសម្រស់និងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាប់ដល់អស់មួយជីវិតហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជាដល់រាប់រៀងទៅចាព្រះយេស៊ូវចាព្រះអង្គតែងតែដឹកដៃយើងទោះបីជាជីវិតរបស់យើងធ្លាក់ទៅក្នុងសភាពណាក៏ដោយទោះបីជាយើងមានអាសន្នអន់ក្រចាទោះបីយើងអសប្បាយមានភាពមានឬក្រីក្រយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នានៅតែកាន់ដៃព្រះអង្គជារៀងដរាបទៅចាតាមរយៈព្រះបន្ទូលរបស់ព្រះអង្គគឺយើងនៅជាប់នឹងជាមួយព្រះអង្គជានិច្ចរហូតដល់ទោះបីជីវិតយើងធ្លាក់ទៅក្នុងសេចក្តីស្លាប់យ៉ាងណាក៏ដោយក៏យើងមិនភ្លេចនៅព្រះគុណរបស់ព្រះអង្គដែលព្រះអង្គបានធ្វើនៅលើឈើឆ្កាងដើម្បីលុះបាបឲ្យយើងទាំងអស់គ្នាដែលឲ្យរួចពីសេចក្តីស្លាប់ចាអំពើបាបគឺជាសេចក្តីស្លាប់ចាអំពើបាបនោះគឺជាអំពើបាបដែលយើងមានតាំងពីកំណើតផែនដីមកតាមរយៈឪពុកម្ដាយទី1របស់យើងគឺព្រះអង្គចង់ឲ្យយើងបានទៅរស់នៅជាមួយទ្រង់នៅលើនគរឋានសួគ៌ដ៏ខ្ពស់បំផុតចាសូមអរគុណទ្រង់ដែលទ្រង់តែងតែដឹកដៃទូលបង្គំតាមរយៈព្រះបន្ទូលរបស់ទ្រង់ចាទោះបីជីវិតយើងជួបការល្អនិងការអាក្រក់ក៏យើងនៅតែមិនភ្លេចព្រះគុណទ្រង់ដែរចាគឺយើងនៅនឹកចាំពីព្រះគុណរបស់ព្រះអង្គដែលព្រះអង្គធ្វើនៅលើឈើឆ្កាងគឺជាសេចក្តីស្រឡាញ់របស់ទ្រង់ដែលមានមកលើយើងទាំងអស់គ្នានិងមនុស្សទាំងអស់គ្នានៅលើផែនដីទាំងមូលអេមែនចាដូច្នេះសូមបងប្អូនទាំងអស់គ្នាអញ្ជើញក្រោកឈរជាមួយនាងខ្ញុំយើងនឹងទៅច្រៀងថ្វាយព្រះអង្គតាមរយៈបទចម្រៀងលេខ156នៅក្នុងសៀវភៅទំនុកដំកើងព្រះយេស៊ូវទ្រង់ដឹកដៃនាំខ្ញុំ
សូមអរគុណសូមបងប្អូនទាំងអស់គ្នាអញ្ជើញអង្គុយចុះចាខ្ញុំអានឡើងវិញនៅក្នុងលេខ3ឲ្យព្រះអម្ចាស់សូមកាន់ដៃខ្ញុំកុំឲ្យខ្ញុំត្អូញត្អែឬបារម្ភទោះបើមានគ្រប់គ្រាន់ឬក្រក្រៃគង់តែមានសុខព្រោះទ្រង់ដឹកដៃចាអេមែនចាទោះបីជាយើងមានគ្រប់គ្រាន់ឬក្រក្រៃយើងនៅតែមានសេចក្តីសុខពីព្រោះយើងមានព្រះអង្គជាអង្គជំនួយចាព្រះអង្គតែងតែដឹកដៃយើងគឺកំសាន្តចិត្តយើងតាមរយៈព្រះបន្ទូលរបស់ព្រះអង្គចាព្រះអង្គឲ្យយើងនៅសេចក្តីសង្ឃឹមដ៏អស្ចារ្យគឺជាជីវិតដ៏អមតកដែលព្រះអង្គនឹងសន្យាឲ្យយើងនៅពេលដែលព្រះអង្គយើងមកជាលើកទី2អេមែនចាសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានកាន់ដៃព្រះអង្គរហូតដល់ចុងបំផុតកលចាអេមែនចានៅពេលនេះក៏សូមយើងព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយយើងខ្ញុំទាំងអស់គ្នានៅទីនេះនិងបងប្អូននៅគ្រប់ទីកន្លែងចាជាពិសេសគង់នៅជាមួយអ្នកបម្រើរបស់ព្រះអង្គដែលគាត់នឹងចែកចាយព្រះបន្ទូលទ្រង់នៅពេលបន្តិចទៀតខាងមុខនេះប្រយោជន៍ឲ្យគាត់បានទទួលចំណេះដឹងប្រាជ្ញានិងយោបល់ពីព្រះអង្គចាសូមព្រះបានប្រទានពរនិងគង់នៅជាមួយបងប្អូនគ្រប់គ្នាបាទជាកិច្ចចាប់ដើមនៃសិក្សាព្រះបន្ទូលរបស់ទ្រង់ខ្ញុំវណ្ណៈអុយសូមលំអោនកាយគោរពថ្វាយបង្គំព្រះវតាទ្រង់ជាព្រះគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតហើយសូមជម្រាបសួរពុទ្ធបរិស័ទនៅទីនេះនឹងតាមប្រព័ន្ធផងដែរដែលបានចូលរួមសិក្សាព្រះបន្ទូលរបស់ទ្រង់ក៏ដូចជាការច្រៀងថ្វាយទ្រង់ជាមួយនឹងក្រុម Choice Seventh-day Adventist ដែលតែងតែធ្វើការផ្សាយផ្ទាល់ជាភាសាខ្មែរពីទីក្រុង Richmond រដ្ឋ Virginiaសូមព្រះបានគង់ជាមួយហើយប្រទានពរដល់បងប្អូនគ្រប់គ្នាហើយក៏ដើម្បីញែកយើងបានចេញជាបរិសុទ្ធផងដែរត្បិតទ្រង់ជាព្រះទ្រង់បរិសុទ្ធហើយកាលណាទ្រង់បានបរិសុទ្ធទ្រង់ក៏ហៅយើងជាពួកបរិសុទ្ធគឺជាពួកអ្នកដែលទ្រង់បានជ្រើសរើសទ្រង់បានដៅចំណាំដែលបង្ហាញមុខនៅគ្រប់ទីកន្លែងទាំងអស់ដែលចូលខ្លួនមករក្សានៅថ្ងៃបរិសុទ្ធរបស់ព្រះជាត្រាជាសញ្ញារបស់ទ្រង់ជាក្រុមជំនុំរបស់ព្រះដែលទ្រង់បានបង្កើតនៃទុកជាគំរូសម្រាប់ឲ្យមនុស្សនៃបានឃើញនៅសេរីល្អរបស់ព្រះដែលតាមរយៈនៃរូបកាយរបស់ទ្រង់ដែលជាព្រះវិហារបាទយើងទាំងអស់គ្នាយើងបាននៃរូបរះមនីមនីនៃរៀបចំតាំងពីថ្ងៃសុក្រជាថ្ងៃរៀបចំដើម្បីចូលខ្លួននៃទឹកឋានសិក្សាព្រះបន្ទូលរបស់ព្រះក៏ដូចជានៃច្រៀងថ្វាយទ្រង់ហើយក៏ដូចជាតាំងពីល្ងាចថ្ងៃរៀបចំចូលមកដល់ថ្ងៃឈប់សម្រាកក៏ដូចមកដល់ពេលព្រឹកព្រលឹមនៅក្នុងថ្ងៃបរិសុទ្ធនេះបងប្អូនបានចូលមកដល់ទីនេះដោយសុខសមត្ថភាពបងប្អូនមានសេចក្តីអំណរបងប្អូនច្រៀងថ្វាយព្រះដូចជាពួកបរិសុទ្ធបានដឹកនាំច្រៀងហើយយើងទាំងអស់គ្នាជាពួកបរិសុទ្ធនៅតាមប្រព័ន្ធដែលបានចូលរួមសិក្សាចំណាយពេលហើយច្រៀងថ្វាយព្រះទាំងអស់គ្នាមានន័យថាគឺយើងបានទទួលនៅការសពតិអំពីព្រះហើយទ្រង់នឹងប្រទានពរឲ្យយើងនៅក្នុងចំណែកមួយជាមួយនឹងទ្រង់ដែលទ្រង់បានបង្ហាញមុខយើងមានវត្តមាននៅក្នុងនៃមង្គលការរបស់ទ្រង់នៅក្នុងនគររបស់ទ្រង់នេះឯងគឺជាការដែលយើងបានតំណាក់តំណងជាមួយនឹងព្រះយើងបានដឹងការដែលយើងជឿព្រះយើងដើរទៅតាមផ្លូវរបស់ទ្រង់បង្ហាត់បង្រៀនទាំងព្រះគម្ពីរក៏ដូចជាបទទំនាយមានន័យថាប្រវត្តិសាស្ត្រនៃពិភពលោកប្រវត្តិសាស្ត្រនៃគ្រឹះសាសនាបរិសុទ្ធគឺនៅក្នុងនៃចិត្តរបស់យើងដែលយើងជាពួកបរិសុទ្ធតែងតែមានហើយមិនបានសំចៃលាក់ទុកនៅសម្រាប់តែខ្លួនយើងទេគឺយើងបានបញ្ចេញសម្រែកជានៃជាសម្លេងរាជសម្រែកចេញជាត្រែដើម្បីដាស់តឿនរំលឹក
បញ្ញនៅស្មារតីដែលយើងជាព្រះវិហារបើសិនបើយើងដេកលក់បាទធ្វើឲ្យការដាស់តឿននៃត្រែនឹងឯងបាននាំយើងរៀបចំជីវិតរបស់យើងដើម្បីចូលទៅក្នុងការសិក្សាជាមួយនឹងព្រះពីថ្ងៃជប់សម្រាប់មួយទៅថ្ងៃជប់សម្រាប់មួយដូចជាយើងបានប្រព្រឹត្តបានធ្វើក៏ដូចជាពួកអាយកោរបស់ព្រះបានអនុវត្តចាប់តាំងពីអតីតបច្ចុប្បន្ននឹងទៅអនាគតហើយសម្រេចនៃត្រែនឹងឯងគឺនៅតែមានរហូតដល់ពិភពលោកបានបាត់ទៅហើយត្រែរបស់ព្រះគឺត្រូវតែវិលត្រឡប់ចូលទៅក្នុងនគររបស់ព្រះវិញមានថាព្រះបន្ទូលរបស់ទ្រង់ឯងជាត្រែហើយបានត្រឡប់ចូលទៅពួកបរិសុទ្ធហើយនាំមកនៅពួកបរិសុទ្ធនៃមួយចំនួនដែលត្រូវបានប្រមូលអំពីនៃជាផលផ្លែទី1ទី2ចេញពីពិភពលោកនេះឯងដើម្បីឲ្យគេបានទទួលនៅសេចក្តីសង្គ្រោះទាំងពួកអ្នកដែលដេកលក់ក៏ដូចជាពួកអ្នកដែលនៅរស់ផងដែរបាទយើងបានដឹងហើយថាព្រះជាព្រះដែលយើងគួរទទួលនៅការគោរពហើយពលឹងរបស់យើងត្រូវតែសរសើរដំណើរព្រះដោយទ្រង់ជាព្រះទ្រង់មានឥទ្ធិឫទ្ធិមានអំណាចបច្ចេស្តាទ្រង់អាចធ្វើគ្រប់ការទាំងអស់បានដែលអ្វីដែលមនុស្សធ្វើមិនបានគឺព្រះធ្វើបានជាពិសេសគឺទ្រង់បានបង្កើតរូបកាយរបស់យើងឲ្យដូចជារូបអង្គទ្រង់ហើយឲ្យមានជីវិតដ៏នៅអកលដូចជាទ្រង់ផងដែរហើយទ្រង់ក៏បានដាក់ឲ្យយើងប្រព្រឹត្តទៅតាមក្រឹតវិន័យរបស់ទ្រង់មិនលើសអំពីសមត្ថភាពរបស់យើងទេដើម្បីទ្រង់ដឹងថាយើងអាចប្រព្រឹត្តបានការដែលមនុស្សយើងបានប្រព្រឹត្តជាប់នៅក្នុងព្រះមានន័យថាយើងមិនបានធ្លាក់ទៅក្នុងអំពើបាបទេព្រោះយើងនៅមានថាជាកូនរបស់ព្រះមិនស្លាប់មិនឈឺចាស់ស្លាប់មានតែយើងនៅជាប់នឹងទ្រង់មិនធ្វើបាបនឹងទ្រង់មិនរំលងក្រឹតវិន័យរបស់ទ្រង់ប៉ុន្តែដោយមានការអាក្រក់ដែលកូនរបស់ព្រះទេវតារបស់ទ្រង់ដែលទ្រង់បានមកកើតមកគាត់ជ្រើសរើសយកតាមគំនិតរបស់គាត់ដំកើងខ្លួនរបស់គាត់ហើយក៏បានប្រឆាំងទៅនឹងព្រះក៏មានសង្គ្រាមពីឋានសួគ៌ហើយសង្គ្រាមនៅឋានសួគ៌ធ្វើឲ្យទេវតានៅឋានសួគ៌នោះឯងមានការច្របូកច្បល់1ភាគ3ទៅខាងការបះបោរហើយ2ភាគ3នៅខាងឯព្រះដែលគេនៅជាប់នឹងទ្រង់យ៉ាងហើយក៏មានសង្គ្រាមហើយសង្គ្រាមក៏បានចាញ់ព្រះក៏បានធ្លាក់មកផែនដីមានន័យថាទ្រង់បានវាយទម្លាក់នៃទេវតាអាក្រក់ជាកូនរបស់ទ្រង់នឹងឯងបានធ្លាក់មកផែនដីហើយទ្រង់បានប្រកាសប្រាប់ឲ្យយើងតាមរយៈនៃទីបន្ទាល់គឺព្រះគម្ពីរហើយដើម្បីឲ្យយើងបានដឹងបានឮថាព្រះបានប្រាប់ដល់កូនរបស់ទ្រង់ផ្ទាល់ពីព្រះវេដាមកកូនរបស់ទ្រង់ទោះបីជាមិនទាន់មានសម័យកាពីក៏ដោយក៏ទ្រង់ជាព្រះទ្រង់អាចធ្វើទៅតាមអំណាចបច្ចេស្តារបស់ទ្រង់មានទ្រង់បានប្រាប់ឲ្យយើងបានដឹងថាវេទនាហើយពួកអ្នកដែលនៅផែនដីត្បិតនៃទេវតាអាក្រក់ដែលជាអរិយដែលជាពុះពីបុរាណនឹងឯងគឺវាបានធ្លាក់មកដល់ផែនដីវាដឹកនាំផែនដីនឹងឯងឲ្យព្រឹត្តអាក្រក់ឲ្យពុះពេញទៅដោយភាពអាក្រក់ហើយជាពិសេសគឺវាបានអូសទាញដឹកនាំកូនរបស់ព្រះដែលជាកូនដែលទ្រង់បានបង្កើតមុនគេនឹងឯងគឺជាលោកអាដាមនិងអ្នកស្រីអេវ៉ានឹងឯងជាដើមកំណើតនៃមនុស្សជាតិជាឪពុកម្ដាយទី1របស់ព្រះយើងដែលជាមនុស្សដែលទ្រង់បានបង្កើតមកហើយគាត់ក៏បានដឹកនាំពួកគាត់នឹងឯងឲ្យមិនឲ្យស្ដាប់នឹងគាត់ព្រះមានន័យថាឲ្យមកស្ដាប់នឹងគាត់គាត់ជាទេវតាអាក្រក់នឹងឯងសំខាន់បំផុតគឺគាត់ចង់សម្រាប់កូនរបស់ព្រះព្រោះគាត់វាយធ្វើសង្គ្រាមមិនឈ្នះព្រះអញ្ចឹងគាត់រកគ្រប់ទាំងអស់វិធីធ្វើម៉េចឲ្យព្រះដែលគាត់ទទួលនៅការ
អាម៉ាស់មុខ